ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីមួយទៀតហើយចង់ចែកម្លែកដល់បងប្អូនគឺឆាផ្អែមគ្រឿងក្នុងមាន់តោះមកដឹងពីវិធីធ្វើជាមួយខ្ញុំទាំងអស់គ្នាចាជាដំបូងគឺបងប្អូនត្រូវដាក់ខ្លាញ់ឲ្យក្តៅបងប្អូនតបមកគឺដាក់ខ្ទឹមយើងពងខ្ទឹមយើងឲ្យរាងសពប់បន្តិចហើយយើងក៏ដាក់ស្ករត្នោតណាបងប្អូនដើម្បីឲ្យឆារបស់យើងនឹងមានពណ៌ស្អាតស្ករខ្ញុំដាក់មួយស្លាបព្រាបងប្អូនយើងពងវាឲ្យរាងជើងក្រងខ្ញុំក៏ចាក់សាច់គ្រឿងក្នុងដែលខ្ញុំហាន់រួចហើយចាក់ដាក់នៅក្នុងទៀនរបស់យើងទៅបន្តមកទៀតខ្ញុំកូរចូលគ្រឿងឃើញថាឈ្ងុយហើយខ្ញុំក៏ដាក់ប្រេងខ្យងចំនួន2ស្លាបព្រាដាក់ប្រេងខ្យងហើយបន្តមកទៀតគឺខ្ញុំដាក់ម្សៅស៊ុប1ស្លាបព្រាបងប្អូននេះដាក់ម្សៅស៊ុបហើយក៏ដាក់ប៊ីចេងបន្តិចលើកដាក់ប៊ីចេងបន្តិចទៅពេលថាតំណងហើយបងប្អូនក៏ដាក់ថែមអំបិលតពីដាក់អំបិលខ្ញុំក៏ដាក់ទឹកត្រីបងប្អូននេះដល់ឈាមខ្ញុំដាក់ចុងក្រោយបងប្អូនឈាមព្រោះរបស់ខ្ញុំដាក់មុនទៅអាចខ្ញុំកូរត្រឡប់ទៅអាចបែកជាបន្តិចអញ្ចឹងទៅក៏ខ្ញុំដាក់ក្រោយគេអញ្ចឹងទៅបងប្អូនចាហើយម្រេចខ្ញុំដាក់យ៉ាងច្រើនដែរព្រោះឆាផ្អែមរបស់យើងហ្នឹងត្រូវការម្រេចបងប្អូនតួអង្គសំខាន់គឺម្រេចហ្នឹងហើយដើម្បីកាត់ឆ្អាបឲ្យមានក្លិនហឹរក្លិនឈ្ងុយហឹរតិចអញ្ចឹងណាបងប្អូនបានយើងហូបទៅឆ្ងាញ់តែម្ដងព្រោះហើយខ្ញុំក៏កូរច្បល់3-4ត្រឡប់អញ្ចឹងទៅឲ្យចូលសពសាច់សពគ្រឿងរបស់យើងនឹងហើយគឺខ្ញុំអត់ថែមទឹកទេបងខ្ញុំគ្របបន្តិចដើម្បីឲ្យវាមានទឹកចេញពីគ្រឿងក្នុងរបស់យើងហ្នឹងដែលគេហៅថាទឹកព្រៃហ៎បងប្អូនចាវាចេញពីឆ្អាបអីចឹងទៅដល់ហើយយើងមើលកូរមើលថារាងស្ងួតរាងដាច់ទឹកបន្តិចបាននឹងខ្ញុំថែមជាមួយនឹងទឹកធម្មតារបស់យើងហ្នឹងថែមបងប្អូនលៃមើលល្មមមកលិចសាច់របស់យើងគ្របទៅហើយបងប្អូនទុកប្រហែលជា15នាទីបងប្អូននៅពេលដែលយើងគ្របហ្នឹងទុក15នាទីទៅវាការស្រេចហើយទៅពេលហើយយើងឃើញថារយៈពេល15នាទីហ្នឹងហើយឃើញថាទឹករបស់យើងរៀងគោកបន្តិចហើយឆារបស់យើងហ្នឹងក៏ឆ្អិនល្អផុយដែរបងប្អូនចាទៅពេលហើយគឺអ្វីដែលខ្ញុំចង់បន្ថែមគឺស្លឹកខ្ទឹមបងប្អូនធ្វើឲ្យឆារបស់យើងហ្នឹងមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំតែម្ដងទំនងណាស់បងប្អូនអើយជុំគ្នាអីអាចហូបធ្វើមួយមុខនេះហូបបានធានាថាឆ្ងាញ់ជាប់ចិត្តតែម្ដងអញ្ចឹងបើបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចជួយ follow និង subscribe ម្នាក់មួយផងបងប្អូនដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំធ្វើវីដេអូនៅក្រោយទៀតសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូរបស់នៃខ្ញុំតាំងពីដើមរហូតដល់ចប់សូមជូនពរឲ្យបងប្អូនទាំងអស់គ្នាមានសុខភាពល្អសូមអរគុណសូមជម្រាបលា